ដោយការត្រីប្រហុកនឹងចាប់ផ្ដើមនៅថ្ងៃទី25ខែធ្នូខាងមុខនេះរដ្ឋបាលជលផលបានស្មានថាឆ្នាំនេះកំណើនត្រីច្រើនជាងឆ្នាំមុនរដ្ឋបាលជលផលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី23ខែធ្នូឆ្នាំ2025បានចេញសេចក្តីជូនដំណឹងពីរដូវត្រីប្រហុកនិងបាននឹងកំពុងចាប់ផ្ដើមហើយនៅថ្ងៃទី25ខាងមុខនេះបើតាមប្រភពដដែលបានឲ្យដឹងថាក្នុងរដូវនេសាទឆ្នាំ2025-2026តាមការសង្កេតត្រីចាប់ផ្ដើមបំលាស់ទីចេញពីទន្លេសាបនិងស្ទឹងនិងព្រែកនានាចូលទន្លេសាបទន្លេមេគង្គនិងទន្លេបាសាដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើនជាពិសេសកន្លងដោយត្រីតាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃប្រហ័ស6កើតដល់ថ្ងៃពុធ12កើតខែបុស្សត្រូវនឹងថ្ងៃទី25ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025ក្នុងករណីមេឃស្រឡះល្អគ្មានភ្លៀងកក់ខែឬគ្មានទទួលរងឥទ្ធិពលព្យុះភ្លៀងយោងតាមប្រសាសន៍លោកពុំសុថាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានប្រាប់ឲ្យដឹងថាដោយសារការបង្ក្រាបបទល្មើសក៏ដូចជាការចូលរួមពីមហាជននៅក្នុងការផ្ដល់ព័ត៌មានពីសកម្មភាពបទល្មើសក៏ដូចជាការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទៀតនោះសូមបញ្ជាក់ថាទិន្នផលត្រីនៅក្នុងឆ្នាំនេះនឹងមានការកើនឡើងលើសពីឆ្នាំទៅលោកបានបញ្ជាក់ផងដែរថាបើទោះបីស្ថានភាពកំពុងតែមានផលលំបាកក៏ពិតមែនប៉ុន្តែការផ្គត់ផ្គង់ត្រីទឹកសាបនៅក្នុងស្រុងមិនមែនជាឧបសគ្គនោះទេសម្រាប់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុកផ្អកត្រីឆ្អើរឬទឹកត្រីសូមអញ្ជើញទូទាត់មកទិញត្រីតាមពេលវេលានិងទីកន្លែងដោយក្នុងសេចក្តីជូនដំណឹងនេះទន្ទឹមនឹងនេះរដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីដោយរលូនតាមការគួរ